ខ្ញុំប្រកាសថាសូមថ្លែងអំណរគុណព្រះគ្រូចែកការដែលមានសង្ឃលេខាសម្ដែងសម្ដាននិងជូនពរដល់ជម្រាបទូតនិងជាបរិបទដែលអញ្ជើញមកចូលរួមទស្សនាជាកិច្ចបន្តសូមគ្រប់អញ្ជើញលោកមេឃុំមានមតិស្នើស្នានៅបើកការប្រកួតសូមគ្រប់អញ្ជើញហើយផ្ដាំដល់ណែនាំដល់កីឡាករទាំងអស់ជាបន្តកម្មវិធី5សូមអញ្ជើញលោកជួលាចំប្រកួតសំបាទគេទាំងអស់ស្រែកជាខោមួយដល់សាមក្នុងការបណ្ណាកាយនេះមកយ៉ាបាទខ្ញុំបាទខ្ញុំកណាសូមស្វាគមន៍ព្រះអង្គសល់តែ100ម៉ែត្រទេដល់ទីព្រោះហើយសូមបន្ថែមល្បឿនទាំងពីរបាទបន្ថែមល្បឿនឡើងអូយចោលបាល់បាទគូទី1នេះខ្សែទឹកក្នុងបលាំងសាមគ្គីតើទទួលបានជ័យជំនះជើងទី1នេះឬយ៉ាងម៉េចបាទជាមួយនឹងជលសាមហាក្រឹតបាទឃើញថាបលាំងសាមគ្គីកំពុងតែមានព្រៀបហើយបាទមហាក្រឹតបន្ថែមល្បឿនបាទថែមទីមកមហាក្រឹតបាទឥឡូវនេះឃើញថាបាទលោកសាមគ្គីទទួលបានជ័យជំនះនៅជើងទី1នេះបាទមហាក្រឹតមិនទាន់អស់ឱកាសទេនៅឱកាសមួយជើងទៀតមហាក្រឹតបាទគូទី2ឃើញមកសន្សំពីក្រោយហើយគូទី2ខ្សែទឹកក្នុងមានឈ្មោះថាសុវណ្ណកុងគាហើយព្រៃបលិចលោកកម្មាជួយព្រៃបលិចលោកកម្មាអូថងជើងបាទឥឡូវនេះឃើញថាបាទជួស្វាយព្រៃតែជ័យបារមីក្រហមកបាទកន្លងលីងហើយនោះជួយតែបន្ថែមល្បឿនមករកទីប្រត់ហើយបាទលោកកម្មាបន្ថែមល្បឿនឡើងឲ្យតោងវាជាប់លេងជាប់ហើយឆ្ងាយដល់ហើយទឹកអត់ហោមិនយូរមិនលឿនទេទឹកអត់ហោបាតឹងអ្នកទៅថប់ទឹកនឹងអញ្ចឹងស្រួលនេះអត់ទេបើថាអ្នកថប់បាតឹងគូក្រោយមកបន្តដល់ទៀតហើយបាទគូទី4បាទមកពីក្រោយហើយឥឡូវនេះឃើញថាគូទី3បាទខ្សែទឹកក្រៅទួលស្វាយសែនជ័យបារមីក្រហមកកំពុងតែបន្ថែមល្បឿនមករកទីប្រត់ហើយបាទឥឡូវនេះបាទបារមីក្រហមកទទួលវណ្ណាមានជ័យបារមីស្រីស្រស់កំពុងតែមានព្រៀបលើទូកខ្សែទឹកក្រៅដែលមានឈ្មោះថាអនិមិត្តសែនជ័យបារមីក្រីបេងបាទក្រីបេងសូមជួយបន្ថែមក្រីបេងឡើងវិញហើយទៅបានមកជើងនេះហើយឥឡូវនេះនៅមុខវេទិកាបាទមុខវេទិកាឃើញថាសុវណ្ណាមានជ័យបារមីស្រីស្រស់បាទបានមកដល់កងពាន់ផ្ដាច់ព្រាត់ហើយបាទសុវណ្ណាមានជ័យបារមីស្រីស្រស់បាទខ្សែទឹកក្នុងទទួលបានជ័យជំនះនៅជើងទី1នេះអរិស័កសបោយបង